បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកម្មវិធី podcast សប្តាហ៍ទី2វគ្គ2បាទខ្ញុំបាទឈ្មោះវិចិត្រខ្ញុំរបត់បាទខ្ញុំបាទវិសាលថ្ងៃនេះដែរយើងនឹងនាំគ្នាមកពិភាក្សាវែកញែកអំពីប្រធានបទមួយយើងនិយាយពីថាតើមួយណាជាជម្រើសដ៏ល្អបំផុតបាទដោយសារបច្ចុប្បន្នយើងឃើញថាតម្រូវការនិងការប្រើប្រាស់ទៅលើប្រភេទរថយន្តគឺប្រភេទរថយន្ត pick up ដែលយើងឃើញថាមានរថយន្ត pick up ដែលប្រើប្រាស់ថាមពលដោយសាំងបាទប្រើប្រាស់ថាមពលដោយម៉ាស៊ូតហើយបច្ចុប្បន្នយើងក៏ចង់ជម្រាបពុកម៉ែបងប្អូនថាក្រុមហ៊ុន OMA Cambodia របស់យើងនាំនៅរថយន្ត model ថ្មីបាទគឺ Hunter E បាទដែលជាប្រភេទរថយន្តប្រើប្រាស់ដោយថាមពលអគ្គិសនីផងលាយជាមួយនឹងសាំងយើងរត់បានចម្ងាយរហូតដល់ 1000 ជាងគីឡូបាទអូខេអញ្ចឹងវាប្រកាសជាពុកម៉ែបងប្អូនមួយចំនួនដែលគាត់មានតម្រូវការហើយក៏គាត់ពិចារណាថាតើគួរតែប្រើប្រាស់នៅប្រភេទរថយន្តដែលប្រើប្រាស់សាំងឬក៏រថយន្ត pick up ដែលប្រើប្រាស់ម៉ាស៊ូតបាទល្អបំផុតឬមួយក៏បើសិនជាពុកម៉ែបងប្អូនខ្លះគាត់គិតពីការសំចៃអញ្ចឹងយើងក៏មានជម្រើសទៅលើប្រភេទរថយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនីលេខសាំងបាទអូខេអញ្ចឹងខ្ញុំក៏ចង់សួរទៅរបត់ថាពីព្រោះរបត់បែរជាមានបទពិសោធន៍ច្រើនជាមួយនឹងការប្រើប្រាស់នៅរថយន្ត pick up ដោយថាមពលសាំងសតបាទបើសម្រាប់ខ្ញុំមិនថាឡានម៉ាស៊ីនសាំងឬក៏ម៉ាស៊ីនម៉ាស៊ូតទេខ្ញុំមកធ្លាប់ប្រើប្រាស់ច្រើនដែរហ្នឹងហើយក៏តែបើយើងនិយាយពីម៉ាស៊ីនសាំងមួយម៉ាស៊ីនម៉ាស៊ូតយើង compare គ្នាវាអញ្ញថាវាខុសគ្នាតិចតួចបាទបើម៉ាស៊ូតជាន់ច្បឺតអត់ស្ទុះដូចឡានសាំងទេតែថាខ្ញុំជាន់ឡានសាំងគឺជាន់ស្ទុះជាន់ហត់ជាន់ផំហ្មងបាទហើយមួយទៀតយើងនិយាយអំពី performance ជើងក្រោមបាទស្ថានភាពផ្លូវការថែទាំឬក៏ការ maintenance គឺមានតម្លៃសមរម្យហើយងាយស្រួលក្នុងការថែទាំដូចគ្នាបាទហើយបើយើងនិយាយពីការទីផ្សារវិញក៏ល្អដូចគ្នាដែរបាទនិយាយទៅបើយើងនិយាយពីឡានសាំងខ្ញុំឲ្យលេខ1មកឡានសាំងការប្រើប្រាស់ណាបាទថាផ្លូវខេត្តផ្លូវក្រុងផ្លូវកលុកកលាចុះទឹកអីទេលេខ1បាទស៊ីសាំងច្រើនណាស់អេរឿងស៊ីសាំងខ្ញុំមានលុយនេះអត់ស្អីរឿងសាំងទេតែចាក់សាំងណាបាទអូខេដោយសារតែរបត់គាត់ថាមានបទពិសោធន៍ជាមួយនឹងការប្រើប្រាស់សាំងគឺជាប់ស្ទុះបាទចុះពាក់ព័ន្ធមួយនឹងរថយន្តម៉ាស៊ូតវិញវាសាយល់ខ្ញុំបានប្រើឡានម៉ាស៊ូតទាំងក្នុងក្រុងទាំងក្រៅក្រុងដូចគ្នាបានតាមរាខេត្តបាទក្នុងក្រុងមានអីបងរៀងសាំងរៀងស៊ីតិចម៉ាស៊ូតរៀងស៊ីតិចបងប្អូនតែក៏អត់ស៊ីដូចសាំងដែរណាបាទស៊ីសាំងហើយសម្រាប់តម្លៃឡានម៉ាស៊ូតក៏វាធូរជាងឡានសាំងដែរអញ្ចឹងសំចៃតាំងពីតម្រូវការទៅបងយើងទិញគឺឡានតម្លៃសមរម្យតម្លៃធូរជាងឡានសាំងដែរហើយទី2ទៅលើតម្លៃប្រេងម៉ាស៊ូតយើងចាក់តម្លៃហ្នឹងក៏ថ្លៃដែរប្រេងម៉ាស៊ូតគឺតម្លៃធូរជាងសាំងបាទហើយសម្រាប់ការថែទាំវាបានន័យថាវាអាចនឹងពិបាកថែទាំជាងឡានសាំងតិចដែរបងប្អូនបាទហើយទៅលើការប្រើប្រាស់អីក៏មិនចាញ់ឡានសាំងដែរ performance ការដឹកគឺបានធ្ងន់ជាងឡានសាំងផងបានហើយកម្លាំងវាគឺខ្លាំងជាងផងហើយធន់ជិះផ្លូវអស់រ៉ូតអីគឺមកអេមមកបាទឡានសាំងហ្នឹងបានច្រើនដូចគ្នាណាយើងប្រើទៅទៀតហ្នឹងហើយប្រើទៅវាខុសគ្នាតិចតួចទេបាទតែបើអត់ដឹករៀងលាក់តិចបាទខ្លាំងគាត់ថាឡានលាក់តិចដែរដល់ឡានសាំងវាប្រើទៅទៀតធម្មតាគេប្រើមកជាប្រភេទ pick up បាទវាប្រើទៅទៀតចឹងពេលដែលយើងអត់បានដឹកអីវ៉ាន់គឺវាលាក់តិចបាទតែយើងទិញ pick up មកហើយយើងទិញសម្រាប់ដឹកហ្នឹងហើយធ្វើបាទដឹកចុះបើសិនជាការប្រើប្រាស់នៅក្នុងក្រុងអីមិនដែរការប្រើប្រាស់ក្នុងក្រុងឡានសាំងអាចនិយាយថាចំណាយច្រើនជាងចុះខែទៀតបាទហៅថាវាយើងត្រូវការជិះក្នុងក្រុងផ្លូវស្ទះអីផ្លូវស្ទះចំណាយច្រើនអូខេបាទហើយណាមួយនៅក្នុងក្រុងនេះផ្លូវស្ទះបាទប៉ុន្តែបើក្រៅក្រុងល្អការស៊ីសាំងតាមស្តង់ដារប្រទេសដែរទៅតាមជើងយើងជាន់ដែរបាទចាំមើលសាក់ដេញមួយម៉ាស៊ូតខ្ញុំតិចមើលចុះបើសិនជារបត់នៅវីសាយើងកលេចមកមើលរថយន្តដែលប្រើប្រាស់ដោយសាំងផងលាយអគ្គិសនីផងវាស្ទុះខ្លាំងអានេះបើយើងនិយាយថាចេះពីសន្ទុះពី0ទៅ100ខ្ញុំយល់ឃើញថាប្រភេទឡានសាំង pick up សាំងវាជាន់ស្ទុះបាទប៉ុន្តែយើងអាចនិយាយបានថាពី0ទៅ100ជាមធ្យមយើងស្ទុះ
ក្នុងកម្រិតហើយជា12វិ7វិនាទីតែបើសិនជាប្រភេទឡានម៉ាស៊ូតការអាចន់ឲ្យពីស្ទុះសន្ទុះរបស់វាពី0ទៅ100ហើយជារហូតទៅដល់10 បានបងថាហើយបាទ12វិនាទីអញ្ចឹងឃើញថាវាមួយយ៉ាងម្នាក់ឯងទៅអត់តែខ្លាំង បាទ បើយើងជន់ទៅខ្លាំងយកបង បាទ ចុះបើសិនជាយើងកន្លែងមកមើលរថយន្តអគ្គិសនីរថយន្តអគ្គិសនីសម្រាប់នេះអួតពីរថយន្ត Hunter E ដែលក្រុមហ៊ុន OMA នាំចូលបន្តិចចុះថាទី1សំចៃហើយកម្លាំងស្ទុះ បាទ ស្ទុះខ្លាំងជាងសាំងទៀតដឹងអត់ពី0ទៅចន្លោះពី0ទៅ100សន្ទុះរបស់វាគឺទៅ7.5វិនាទីឯង បាទ អូលឿន ខ្លាំងណាស់ ខ្លាំង បាទហើយអាចនិយាយបានថា Hunter E យើងប្រើប្រាស់ជាប្រភេទ off road ក៏បានហើយយើងប្រើក្នុងក្រុងក៏បានដែរ បាទ ប្រើ off road យើងត្រូវការដឹកអីវ៉ាន់ទៅខេត្តទៅអីទៅចូលផ្លូវពិបាកអូខេ Hunter E ប្រើតាមម៉ូទ័រ2 បាទ កម្លាំងម៉ូទ័រទាំងមុខទាំងក្រោយគឺខ្លាំង បាទ គ្រាន់តែម៉ូទ័រខាងមុខក៏70គីឡូវ៉ាត់ បាទ ហើយម៉ូទ័រខាងក្រោយ130គីឡូវ៉ាត់ អូ អញ្ចឹងមុខក្រោយម៉ូទ័រ2គឺខ្លាំងអាចនិយាយថាពេលដែលយើងទៅខេត្តអីទៅផ្លូវពិបាកមិនក៏បានដែរដឹកអីវ៉ាន់អាចនិយាយបានថាក្រុមធំ500 600គីឡូអីចិត្តមកតោអីអូខេអត់ចាញ់ឡានសាំងរបស់ទេណា បងអុកបានដែរអុកបានអុកប្រហែលផ្ទះឡានអី អូបាន អូខេ កន្លែងហ្នឹងពាក់ព័ន្ធជាមួយនឹង Hunter អីយើងមានdriving mode របស់វា បាទ ចឹងយើងអាចអុកខ្លួនឯងក៏បានអុកគេក៏បានដែរ ឲ្យគេអុកក៏បាន ឲ្យគេអុកក៏បាន អុកគេក៏បាន អុកគេក៏បានវាមានដោយសារវាមាន mode យើងនិយាយទៅមិនមែនថាឡានយើងខ្សោយទេធម្មតាយើងប្រកបវាចូលអាកន្លែងទៅបីឡានខ្លាំងប៉ុណ្ណាក៏ជាប់ដែរ បាទ អញ្ចឹងវាមាន mode មួយសម្រាប់ឲ្យគេអុកបាន បាទបាទ បាទហើយមាន mode សម្រាប់អុកគេបានទៀត ដូចគ្នា បាទ បងចុះមួយទៀតបើចុះទឹកអីមិនដែរប្រភេទអាគុយហើយម៉ូទ័រអញ្ចឹងយើងបានតែមានទំនុកចិត្តអីមិនដែរបើយើងប្រើឡានបានន័យថានេះជាmodelថ្មីផងដែរម៉ូទ័រហើយនឹងអាគុយទំនុកចិត្តអីមិនដែរបងការធានាអីរបស់ក្រុមហ៊ុនក ន្លែងហ្នឹងទី1 Hunter A របស់យើងមានប្រព័ន្ធគេហៅ seal នៅក្នុងការការពារជំរាបទឹក seal ការពារជំរាបទឹកកម្រិតខ្ពស់រហូតដល់ 6.3 បាទ អញ្ចឹងseal នេះយើងអាចនិយាយបានថាបើសិនចុះទឹកល្មមត្រឹមចង្គង់ត្រឹមចង្កេះឬក៏ត្រឹមគេហៅអាខ្លួនដងខ្លួនរបស់គាត់ បាទ យើងត្រឹម30នាទីអីអូខេអត់បញ្ហាទេ អូខេ បាទ វា អញ្ចឹងយើងទៅខេត្តយើងមិនមែនទៅដេកឡានឬក៏ដេកត្រាំទឹកណាតែអត់ប៉ុន្តែបើ20អញ្ចឹងច្រើន10នាទី20នាទីឡានគេអាចខ្លះអាចមានបញ្ហាទៅអត់ បាទ តែបើយើង20ម៉ូទ័រអីតែសម្រាប់រថយន្ត Hunter E យើងមាន seal ក្នុងការការពារអញ្ចឹងរហូតដល់3ជាន់ អញ្ចឹងបើយើងនិយាយថាមានថ្មហើយយើងប្រើជាមួយនឹងពងម៉ូទ័រតែបង បាទ អញចុះទឹកចុះពួកចាញ់ឡានសាំងឡានម៉ាស៊ូតហើយ សាក់មើល តែមុននឹងបើថាគេប្រើជាមួយនឹងបូមប្រើបូម បាទ ដឹកអត់បានច្រើនដូចឡានសាំងឡានម៉ាស៊ូតទេបើឡានសាំងឡានម៉ាស៊ូតរបស់ពួកខ្ញុំប្រើជាមួយចិត្តទៀ បាទ បាទអញ្ចឹងអញនិយាយថាចាញ់ខ្ញុំហើយ ជីកខ្នល់ឥឡូវបើថាអញ្ចឹងជីកក្នុងក្រងមកជីកក្នុងក្រងឥឡូវបើសិនជាយើងរត់ចង្អាយផ្លូវស្ទះដូចគ្នាមើលស្ទះកន្លះម៉ោងអីមកស៊ីសាំងអស់ម៉ាន គេថាឡានវាមានគុណសម្បត្តិគុណវិបត្តិផ្សេងៗគ្នាបាទអញ្ចឹងឡានសាំងមានគុណសម្បត្តិផ្សេងបាទគុណសម្បត្តិគុណវិបត្តិគឺវាមានដែរបាទអញ្ចឹងមិនមែនថាឡានមួយវា perfect ទាំងអស់ បាទបងបាទ តែវាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗក្នុងការប្រើបាទអញ្ចឹងវាអត់មានអីខុសគ្នាទេហើយក៏មានណាមួយណាត្រូវណាខុសដែរបាទបាទ និយាយរួមទៅសម្រាប់ពុកម៉ែបងប្អូនដែលគាត់អានេះតាមទី1តម្រូវការរបស់គាត់ បាទ គេថាតម្រូវការរបស់គាត់ថាគាត់ពីច្រើនគាត់ត្រូវទៅខេត្តឬក៏គាត់សម្រាប់គាត់នៅខេត្តទេអញ្ចឹងទៅគេគាត់ប្រើឡានសាំងទៅហើយមិនសូវជាចំណាយសាំងច្រើនតែគាត់ត្រូវការឡានដែលស្ទុះហើយឧទាហរណ៍ថាអ្នកខ្លះទៅគាត់ត្រូវការចូលចិត្តឡានម៉ាស៊ូតដោយសារវាកម្លាំងវាអុកវាខ្លាំងអីចឹងទៅគាត់ត្រូវការឡានម៉ាស៊ូតហើយឧទាហរណ៍ថាបើសិនជាពុកម៉ែបងប្អូនមកចំនួនទៀតបើសិនគាត់ប្រើប្រាស់ពីច្រើនគាត់នៅក្នុងក្រុងឯងគាត់នៅក្នុងក្រុងតែគាត់ទៅខេត្តបដូរបកាគាត់ទៅអប់រំអីចឹងទៅអញ្ចឹងការប្រើប្រាស់ក្នុងក្រុងគាត់ប្រកាសជាត្រូវការសំចៃឯង បាទ អញ្ចឹងសម្រាប់រថយន្ត Hunter E របស់យើងប្រើជាប្រភេទ REEV ដូចខ្ញុំជំរាបពីដើមអញ្ចឹងថាបើយើងរត់ទៅខេត្តអីត្រឹម100គីឡូអីស៊ីសាំងអស់តែ 1.3 លីត្រទេ
ពីព្រោះយើងប្រើជាប្រភេទ REV mode បញ្ចូលមកពេញរបស់វាថ្មយកផ្ទុកបាន31 kW ហើយរត់បានចម្ងាយរហូតដល់130 km បាទ បាទ អញ្ចឹងឃើញថាសំចៃគាត់ប្រើប្រាស់គាត់ទៅខេត្តគាត់ចាក់សាំងផងទៅអីផងទៅហើយទៅដល់ខេត្ត Hunter E របស់យើងមានជាប្រភេទដោតជាបញ្ចេញភ្លើងទៅប្រើប្រាស់ទៅលើឧបករណ៍អេឡិចត្រូនិកផ្សេងៗបានទៀតអញ្ចឹងសម្រាប់អាជីវកម្មឬក៏គាត់ទៅ camping ទៅអីអូខេបាទទៅ camping ទេគាត់អាច enjoy យ៉ាងដែរអញ្ចឹងបើយើងគិសនីទៅបើសិនជាអស់គិសនីយើងមានសាំងទៀតយើងមានសាំងដែរយើងអត់ភ័យថាប្រើគិសនីអស់គិសនីស្ពៃហ៎បងស្ពៃហ៎ហើយ Hunter E នេះយើងឃើញថាបើយើងអ្នកសម្រាប់គាត់ប្រើប្រាស់ជាលក្ខណៈការងារក៏បានគាត់ធ្វើការឲ្យភូគ្រៀងក៏ស្អាតភូគ្រៀងមកសមរម្យស្អាតបូមអីទុនល្អមែនតើហើយគាត់ជិះក្នុងក្រុងសែវអញ្ចឹងគាត់ទៅខេត្តគាត់ចាក់សាំងទៅការ camping អូខេ ទៅស្អាតតាមើលគេ design មកដូចតាមថៃឆ្លាមបាទមើលស្អាតហើយអញនិយាយបានថាយើងមានក្រុមហ៊ុនផ្លូវការច្បាស់លាស់គឺនាំចូលដោយក្រុមហ៊ុន OMA កម្ពុជាធានាដល់8ឆ្នាំបាទឬក៏120000 គីឡូបាទអញ្ចឹងឃើញថាការប្រើប្រាស់ទាំងសមចៃទាំងទំនុកចិត្តចាប់ដល់អត់បងចឹងដូរចប់ podcast សុំតេស្តមួយថ្ងៃតិចអូខេហើយតេស្តគ្រីរុំ camping មកយកឥឡូវយើងមិនកាត់បងត្រូវទៅអូរ៉ូតមកអូរ៉ូតមួយឡានសាំងខ្ញុំអីយ៉ាហ្នឹងហើយđấyដាក់មក trip ទៅមើលសាកបងមើលភាពនេះបាទមួយឡានសាំងឡានសូត្រមើលដល់វាខុសគ្នាមិនដែរឯកម្លាំងមិនដែរអូខេតែខ្ញុំនៅជឿជាក់មួយឡានសាំងខ្ញុំបាទបងប្អូនអរគ្នាអញ្ចឹងសម្រាប់topic របស់យើងនិយាយពីឡានសាំងឡានម៉ូតូឬក៏ឡានសាំងលក្ខិសនីណាបាទមួយណាក៏ល្អដែរបាទវាមានគុណសម្បត្តិគុណវិបត្តិរៀងៗខ្លួនវាមិនមែនថា perfect ល្អ 100%ទេបាទតែសំខាន់ទៅលើចំណង់ចំណូលចិត្តរបស់អតិថិជនមួយថាគាត់ចង់ប្រើបាទការប្រើឡានសាំងឬក៏គិសនីសាំងលក្ខិសនីឬក៏ម៉ាស៊ុតបាទគឺចំណង់ចំណូលចិត្តរបស់ពួកគាត់បាទក៏ប៉ុន្តែបើសិនជាបងប្អូនអរគ្នាចង់បានជាមួយនឹងឡានប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវបាទsale លុយចែកជាទំនើបចែកជាទំនើបអាចងាកមកមើលជាមួយនឹងឆាំង Hunter បាទដែលជាប្រភេទឡាន pick up នៅក្នុងក្រុងក៏សំចៃនៅក្រៅក៏សំចៃដែរបាទអញ្ចឹងពួកខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ podcast វគ្គ2អញ្ចឹងជួបគ្នានៅ podcast វគ្គទី3នៅសប្តាហ៍ក្រោយនៅម៉ោងដដែលពេលវេលាដដែលបាទអញ្ចឹងខ្ញុំទាំង3នាក់សូមអរគុណជម្រាបលាបាយ